ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះពន្លឺច័ន្ទបាននាំយកនៅរឿងរ៉ាវជីវិតរបស់បងតុងព្រឹត្តិការណ៍ទាំងអស់នោះគឺកើតឡើងដោយសារតែការសេពគប់ធ្វើឲ្យជីវិតគាត់នឹងបាត់បង់នៅក្តីសង្ឃឹមសូន្យសងតែម្ដងចារឿងរ៉ាវទាំងអស់នេះគឺយើងស្ដាប់ទៅវាល្អសម្រាប់យើងដែរសម្រាប់ជាបទពិសោធន៍សម័យបច្ចុប្បន្នណាចាដើម្បីកុំឲ្យជួបនៅជីវិតដូចបងតុងអញ្ចឹងណាចាតោះបងប្អូនអញ្ជើញចូលរួមសម្ដាប់ជាមួយនាងខ្ញុំទាំងអស់គ្នាពេលវេលានៃរឿងរ៉ាវជីវិតរបស់បងតុងហ្នឹងគឺកើតមកអស់រយៈពេលជាង20ឆ្នាំហើយគឺបងតុងគាត់ធំធាត់ឡើងនៅក្នុងទីក្រុងភ្នំពេញគាត់មានមិត្តភក្តិម្នាក់ឈ្មោះយុទ្ធរៀនជាមួយគ្នាតាំងពីក្មេងរហូតដល់គាត់ធំរៀងខ្លួនអញ្ចឹងណាហើយនិយាយពីនិស្ស័យបងតុងគាត់ជាមនុស្សមួយស្លូតបូតចិត្តល្អចេះជួយយកអាសាមិត្តភក្តិទៀតផងចំណែកឯមិត្តភក្តិគាត់យុទ្ធនឹងវិញគាត់ជាក្មេងមួយដូចថាលពិលលពោចលេះលោះមិនសូវជាយកចិត្តទុកដាក់នឹងការរៀនសូត្រអីប្រហែលទេនិស្ស័យរបស់គាត់ពេលទៅរៀនណាគាត់ចូលចិត្តតែឈូសកស៊ូចាគប់វងកស៊ូសម័យហ្នឹងចាដាក់លុយដាក់អីចឹងលេងហ្គេមលេងអីចឹងណាមិនសូវជារៀនសូត្រហ្នឹងមកចត់ដូចគេដូចឯងទេចាបងតុងគាត់ចេះតែជួយបញ្យលមិត្តភក្តិណាហ្នឹងហើយខ្ញុំសុំនិយាយជាភាសាមិត្តភក្តិដែលស្និទ្ធស្នាលគាត់ថាអយុធហើយខំរៀនតិចទៅតន់នៅក្មេងកុំគិតតែពីឈូកស៊ូលេងហ្គេមលេងអីរៀនសូត្រឃើញលេខអីហ្នឹងវាខ្សោយហ្នឹងហើយប្រយ័ត្នតែដល់ឆ្នាំប្រឡងមិនជាប់រកការងារល្អធ្វើអង្គមិនបានបងតុងគាត់មានគំនិតល្អក្មេងមួយក៏គាត់ចេះតែដាស់តឿនបញ្យលមិត្តភក្តិគាត់អញ្ចឹងចំណែកយុទ្ធវិញក៏គាត់ឆ្លើយតបមកវិញធ្វើបង្ងើយអត់តង់ហើយគិតច្រើនមែននិស្ស័យមនុស្សយើងវាមានខុសៗគ្នារៀងខ្លួនទៅភ័យអីបើសិនជាយើងធំទៅយើងចូលចិត្តអីយើងទៅធ្វើហ្នឹងទៅគិតច្រើននាំតែឈឺក្បាលអីមានរកអីសុបាយបានសោះគិតតែពីរៀនខ្វល់មិនចេះឈប់មិនចេះឈរអើយអញធ្វើដូចហែងទេហ្នឹងហើយមកយុទ្ធហ្នឹងគាត់ឆ្លើយមកវិញចឹងធ្វើលងបង្ងើយចឹងណាដល់ពេលចឹងមកតុងគាត់ក៏មិនដឹងថាឆ្លើយតបអីទៅវិញដែរថាបើឲ្យគិតចឹងអញក៏មិនដឹងនិយាយថាម៉េចដែរតាមចិត្តទៅតាមនិស្ស័យរៀងខ្លួនតាមសំណាងទៅចឹងក៏មិនដឹងធ្វើម៉េចដែរហើយពីមួយខែទៅមួយខែមួយឆ្នាំទៅមួយឆ្នាំពួកគាត់ធំរៀងខ្លួនណាក៏បានរៀនចប់រៀងខ្លួនហើយក៏បែកផ្លូវគ្នាទៅរៀងខ្លួនចឹងទៅបងតុងគាត់ក៏ទៅកាន់ការងារមុខរបរតពីឪពុកម្ដាយគាត់ដែលជាអ្នកជំនួញគឺគាត់បានលក់បោះដុំលក់រាយគ្រឿងម៉ាស៊ីនតាក់តងនឹងធ្វើស្រែធ្វើចំការអញ្ចឹងណាលក់រាយផងបោះដុំផងទៅតាមខេត្តឆ្ងាយតាមស្រុកផ្សេងអញ្ចឹងទៅហើយមុខរបរគាត់នឹងក៏រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃចាកាក់កបធូធាមានបានមកចាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកបងតុងក៏មានទំនាក់ទំនងជាមួយនឹងនារីម្នាក់ឈ្មោះមីដែលជាម៉ួយទំនិញរបស់គាត់នៅតាមខេត្តចាហើយមីនឹងគឺជាមនុស្សស្រីម្នាក់ដែលស្អាតរុះរាយរាក់ទាក់ឆ្លាតចាទទួលអីវ៉ាន់ពីបងតុងនឹងយកទៅលក់ចាជាយូរឆ្នាំហើយដល់ពេលហើយបងតុងគាត់ឃើញមីនឹងពេញចិត្តពេញថ្លើមគាត់ណាដូចនិស្ស័យវាប្រហាក់ប្រហែលគ្នាអ្នករស់ស៊ីដូចគ្នាគាត់ក៏ស្រឡាញ់ជាមីនឹងហើយក៏ឲ្យឪពុកម្ដាយចូលស្ដីជាមីនឹងហើយក៏បានរៀបពិធីភ្ជាប់ពាក្យហើយមកតុងក៏គាត់ទៅបោះអីវ៉ាន់នឹងជាញឹកញាប់ជួបជាមីទៅដើរលេងអីមួយគ្នាតំណែងគ្នាស្និទ្ធស្នាលស្អិតល្មួតចឹងមកពួកគាត់គាត់មិនទាន់រៀបការនឹងហើយដល់ពេលនិយាយថាជីវិតគាត់ពេលហ្នឹងគឺឡើងហ្មងឡើងខ្លាំងដល់កំពូលហើយបងតុងគាត់ខ្លាយជាអ្នកមានមួយដ៏អស្ចារ្យប៉ុន្តែមានរបៀបសាមញ្ញស្ងប់ស្ងាត់អត់មានអ្នកណាគេដឹងពីគាត់ក្រៅតែពីអ្នកស្និទ្ធស្នាលអ្នកចិត្តដិតពួកគាត់គ្មានប្រើអីអង្គរៈប្រើឡានទំនើបអីហឺហាអីទេមកល្មមមកជុំរបស់គាត់ចឹងទៅហើយត្រឡប់មកនិយាយពីជីវិតរបស់យុទ្ធវិញយុទ្ធហ្នឹងគាត់តែតោលគ្មានគោគ្មានដៅទេអាសត្វដែរទៅតាមរឿងតាមរ៉ាវចឹងទៅជួបអីក៏ចាប់នឹងជួបអីក៏ធ្វើនឹងដូចគាត់និយាយពីក្មេងចឹងណាហើយនិស្ស័យរបស់គាត់គឺចូលចិត្តលបែងស៊ីសងនឹងហ្មងដូចចរិតគាត់ពីក្មេងចាគឺគាត់កិច្ចអត់ផុតពីរឿងហ្នឹងទេដូចជាចាក់បាល់ភ្នាល់មន់និយាយទៅលបែងភ្នាល់លបែងស៊ីសងអីហ្នឹងគឺគាត់ប្រព្រឹត្តទាំងអស់ជីវិតគាត់ដូចជួបភ្លៀងអញ្ចឹងហើយជីវិតគាត់ហ្នឹងគឺក៏មានពេលលុយហាស្ទុះឡើងយ៉ាងខ្លាំងដែរដូចថាថ្ងៃខ្លះគាត់ហេងអញ្ចឹងគឺគាត់មានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់
ចាហឺហាហឹកហាក់ស្លៀកពាក់លយឆាយមានលុយចាយសបាយមើលទៅគឺអស្ចារ្យហើយគាត់ក៏តែងតែបង្ហាញអាភាពអស្ចារ្យនឹងបងតុងក៏គាត់ឃើញគាត់ក៏មានអារម្មណ៍ថាជួយត្រេកអរមិត្តភ័ក្តិអញ្ចឹងណាថាគេបានសុខសប្បាយគេធូរធារមានបានអញ្ចឹងក៏ជួយត្រេកអរមិត្តភ័ក្តិចាហើយស្រាប់តែថ្ងៃមួយហ្នឹងបងយុទ្ធហ្នឹងក៏ទេទៅលេងបងតុងសួរសុខទុក្ខគ្នាទៅវិញទៅមកណាសុខសប្បាយអត់មុខរបរការងារមិនហើយមានប្រពន្ធកូនអីនៅអញ្ចឹងណាសួរគ្នាពីជីវិតទៅវិញទៅមកអញ្ចឹងទៅបងតុងក៏ប្រាប់ថាគ្នាប្រាប់ឯងគ្នាមានគូដណ្ដឹងហើយណានៅខេត្តនោះជាមួយអីវ៉ាន់ឥឡូវគ្នាជាប់ពាក្យជាប់អីហើយនៅតែថ្ងៃរៀបការទេពួកគេសន្ទនាគ្នាអីហើយអញ្ចឹងទៅក៏លាគ្នាទៅមករយៈក្រោយមកទៀតក៏យុទ្ធនឹងតេហោបងតុងទៀតហើយតេហោទៀតណាតុងក៏សួរថាមិនអីយុទ្ធមករយៈហ្នឹងយីអ៊ុនឡើងឯងខស៊ីធូធីឯងកើនឡើងទៀតហើយមកទៅពេលហ្នឹងបងយុទ្ធហ្នឹងគាត់ក៏រៀងតម្លាក់សម្លេងណាក៏ដូចថានិយាយមករៀងប្លែកគាត់ថាតុងអើយនិយាយមិនចាញ់ទេគ្នាហាវាស្លាក់ខ្ជាក់វាស្លែងហើយរងថ្ងៃនេះធ្លាក់ដល់កម្រិត0ហើយរស់នៅក្នុងភាពភ័យរន្ធត់ទៀតផងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទៅផ្លូវណាទៅច្រកណាទេជីវិតគ្នាប្រហែលជាមិនបានជួបឯងបន្តទៀតទេមើលទៅពេលហ្នឹងមកតុងគាត់ដូចថាលឺសំឡេងមកប្លែកចឹងគាត់ក៏មានអារម្មណ៍ដូចថាស្លុតដល់មកផ្លែតហ្នឹងលឺនិយាយសិតតែជីវិតមិនបានជួបអីតទៅមុខទៀតអីចឹងណាគាត់ក៏ចាប់ដើមភ្ញាត់ចេះសួរហេអាយុទ្ធហើយនិយាយអីគេហ្នឹងមិននិយាយផ្ដេសផ្ដាស់ប្លែកអញ្ចឹងមកយុទ្ធហ្នឹងក៏គាត់ថានិយាយតាមទូរស័ព្ទវាមិនល្អទេគ្នាមិនដឹងថានិយាយមិនជីប្រាប់មិនឲ្យអស់សេចក្តីទេចាំរកឱកាសជួបគ្នាទៅពេលហ្នឹងមកតុងថាខានជួបគ្នាយូរហើយអញ្ចឹងឯងមកផ្ទះអញមកអញ្ចឹងមកសម្រាប់នៅផ្ទះអញ2-3យប់មកហ្នឹងហើយព្រោះបែកគ្នាយូរហើយចាំមកទៅនិយាយប្រាប់ពីពិធីរៀបអាពាហ៍ពិពាហ៍ផងឯងនៅថ្ងៃខាងមុខនេះដែរដល់ពេលអញ្ចឹងយុទ្ធនឹងក៏ថាហ្នឹងហើយចាំមើលល្ងាចហ្នឹងគ្នាទៅជួបឯងហ្មងអញ្ចឹងដូចថាយុទ្ធនឹងគាត់កំពុងតែស្លន់ស្លោរកអីជួយបានផងរកទីពឹងបាននឹងទៅច្រកណាផងអញ្ចឹងណាគួរតង់នឹងនិយាយអញ្ចឹងគាត់ក៏បញ្ញាប់បញ្ញាប់មកជួបហើយក៏បានមកជួបគ្នាជាមួយបងតុងមកស្នាក់នៅផ្ទះបងតុងហ្នឹងនិយាយពីបងតុងផ្ទះគាត់ហ្នឹងគឺធំនៅតែឯងសុទ្ធគឺអត់មានអ្នកនៅជាមួយអ៊ូអទេគឺមានតែប្អូនចដូនមួយម្នាក់ទេដែលមកពីខេត្តមករៀននៅជាមួយគាត់ចឹងឈ្មោះលេងហើយផ្ទះហ្នឹងវាមានជាន់ក្រោមជាន់ទី1ជាន់ទី2ចឹងទៅគាត់សម្រាប់នៅជាន់ទី1ជាមួយនឹងប្អូនប្រុសគាត់កតុបម្នាក់មួយមុខក្រោយចឹងណាពេលដែលគាត់បានជួបគ្នាហើយគេក៏សម្ដែងសម្ដាពីជីវិតទៅវិញទៅមកបងតុងក៏គាត់ស្ដីបន្ទោសយុទ្ធនឹងខ្លះដែរថាឯងមិនគួរដើរអាផ្លូវគេហៅថាមិនល្អនឹងទេវាគ្មានដំណឹងទេជីវិតទៅខាងអាបាយមុខនឹងវានាំឲ្យខ្លួនយើងហ្នឹងជួបទុក្ខលំបាកជួបអាសន្នដូចឯងរងថ្ងៃហ្នឹងអញ្ចឹងឃើញអត់តាំងពីក្មេងប្រាប់ឲ្យថាកុំឲ្យយកខ្លួនទៅចូលនៅក្នុងអារឿងអស់ទាំងហ្នឹងអត់ជឿទេអត់ស្ដាប់ទេនៅតែប្រព្រឹត្តឥឡូវចេះទៅគ្នាជួយឯងខ្លះវាមិនបានគ្រប់ចំនួនទាំងអស់ទេជួយតាមលទ្ធភាពនេះឲ្យលុយឯងមួយចំនួនណាឯងយកទៅសងគេទៅបដោះគេទៅហើយដកខ្លួនចេញពីរឿងហ្នឹងមកហ្នឹងហើយមករកស៊ីវិញនេះយកអីវ៉ាន់របស់ឯងហ្នឹងទៅបោះតាមខេត្តឆ្ងាយស្រុកឆ្ងាយអីហ្នឹងចេះទៅកន្លែងណាបានទៅដល់នោះទៅដំបូងឡើងគឺគ្នាមិនគិតលុយកាក់អីពីឯងទេលក់ឲ្យយកតែថ្លៃដើមឲ្យគ្នាមកហើយចំណេញឯងយកទៅចាំពេលឯងរឹងមាំហើយធូធាហើយចាំគ្នាគិតតាមនឹងទៀតមកយុទ្ធក៏គាត់ថាអរគុណណាស់តុងអើយតែឯងបានជួយគ្នាក្នុងពេលគ្នាមានអាសន្នគ្នាភ្លេចគុណឯងទេក្រោយមកក៏គាត់នាំបងយុទ្ធហ្នឹងចុះទៅខេត្តជាមួយគាត់ដើម្បីឲ្យដឹងពីរបៀបរបបថារស់ស៊ីមិនបោះមិនចាក៏បានដើរជាមួយបងតុងហ្នឹងមករយៈបងតុងក៏បានណែនាំឲ្យស្គាល់គូដណ្ដឹងគាត់ឈ្មោះចៃមីហ្នឹងក្រោយមកទៀតក៏មកតុងថានៅកន្លែងហ្នឹងគឺឯងបានដាក់មួយដាក់អីអស់ហើយវាមិនសូវជាសេះសល់អីទៀតទេអញ្ចឹងឯងអាចចែកផ្លូវពីគ្នាទៅក៏បានដែរព្រោះដឹងពីរបៀបរបបធ្វើហើយណាអញ្ចឹងទៅរកខេត្តណាផ្សេងទៀតទៅក៏បានដែរចាហើយមករយៈមកហ្នឹងបងយុទ្ធហ្នឹងក៏ទទួលការងារនឹងពីបងតុងអញ្ចឹងណាទៅធ្វើតាមការណែនាំអញ្ចឹងទៅប៉ុន្តែគាត់អត់ធ្លាប់អារឿងហ្នឹង
ដូចថាមិនថ្នឹកជាមួយគាត់ហើយមិនសនុកចិត្តchứណារស់ស៊ីវាបានលុយមករៀងដូចថាមិនតន់ចិត្តផ្លែតដូចអារបៀបគាត់ធ្លាប់ធ្វើការងារមុខរបរគាត់លបែងស៊ីសងគាត់វាបានផ្លែតភ្លាមអញ្ចឹងណាហ្នឹងហើយគាត់មកជួបបងតុងរឿយក្រោយមកក៏មកស្នាក់នៅផ្ទះជាមួយបងតុងធម្មតាអញ្ចឹងទៀតទៅប៉ុន្តែមិនមែនស្នាក់នៅយូរទេម្ដងមកកាលដូចថាយូររាប់ខែអញ្ចឹងមកស្នាក់នៅមួយថ្ងៃពីរថ្ងៃអីចឹងណាពេលហើយយប់មួយហ្នឹងក៏មកជួបគ្នាទៀតដូចរាល់ដងអញ្ចឹងក៏ស្នាក់នៅជាមួយគ្នាអញ្ចឹងទៅចំណែកប្អូនចដូនមួយវិញក៏ឃើញដែរឃើញយុទ្ធហ្នឹងអញ្ចឹងគាត់គ្រាន់តែមើលធម្មតាទៅហូបបាយហូបអីក៏ទៅសម្រាប់រៀងខ្លួនអញ្ចឹងទៅគាត់អត់បានចាប់អារម្មណ៍ទេគាត់ជាក្មេងមួយនៅខេត្តគាត់មិនបានគិតអីវែងឆ្ងាយពីបញ្ហាអីទេគ្រាន់តែដឹងថាអូនឹងជាមិត្តភក្តិរបស់បងឯងអីអញ្ចឹងណាចាដល់ពេលយប់មួយហ្នឹងបងយុទ្ធហ្នឹងគាត់កើតអារម្មណ៍មួយគេហៅថាចិត្តមិនល្អជាមួយមិត្តភក្តិយប់ឡើងហ្នឹងដូចថាអារម្មណ៍គាត់គិតគាត់ថាអាតុងមានលុយច្រើនណាឃើញទូដាក់លុយដាក់អីទាំងកាភ្លុះយ៉ាងទៀតណាហើយឆ្ងល់បងតុងនឹងគាត់ត្រង់ហួសហេតុដូចថាអត់មានការប្រុងប្រយ័ត្នណាជឿគេហួសហេតុទុកចិត្តនឹងទុកចិត្ត 100% ហ្មងអត់មានការណាភ័យខ្លាចមានហេតុការអីមិនល្អកើតឡើងចំពោះខ្លួនអីតអសោះដល់ពេលអញ្ចឹងទៅយប់ហ្នឹងក៏កើតការលោភលួនណាជុតហ្នឹងគាត់មិនដឹងថាគាត់បានកាភ្លើងមកពីណាពីណីយើងក៏មិនដឹងដែរគឺគាត់សម្លាប់បងតុងយប់នឹងតែម្ដងចាគឺបាញ់ខ្ទប់នឹងសៀតផ្កាយកខ្នើយខ្ទប់បាញ់អត់លឺសំឡេងនឹងខ្លាំងខ្ចោកចាយទៅដល់អ្នកជិតខាងទេលឺតែមកផេះអញ្ចឹងណាដល់ពេលហើយគាត់ក៏អត់អស់ចិត្តទៀតយុទ្ធនឹងគាត់ក៏បីសាកសពបងតុងនឹងយកទៅធ្លាក់នៅក្នុងអាងទឹកហ្នឹងគឺនៅក្នុងកតុបគេងហ្នឹងព្រោះផ្ទះសម័យមុនវាច្រើនតែមានអាងទឹកនៅក្នុងកតុបទឹកយើងមួយហ្នឹងគឺអាងទឹកហ្នឹងគេធ្វើសម្រាប់ស្តុកទឹកប្រើនៅពេលថ្ងៃណាទឹកដាច់អត់មានទឹកមកអីចឹងណាអាងប្រហែលជា2ម៉ែត្រទៅតឹងប្រហែលជា6 7ទឹកហ្នឹងក៏បីយកទៅទម្លាក់ក្នុងអាងទឹកនឹងលន់ឈូហៀទឹកមកព្រោះទឹកវាពេញហ៎ចាពេលហ្នឹងក៏ប្រម៉ូលុយរបស់មកតុងហ្នឹងច្រកថងច្រកអីប្រម៉ូចាក់សោចាក់អីយកហ្មងលុយมันឡើងមកសន្ធឹកគ្រឿងអលង្ការគ្រាន់តែនឹងខ្លួននឹងចូលរាប់លានដុល្លារសិតតែរបស់ថ្លៃសម្បើមគ្រាន់តែលុយនឹងប្រម៉ូទៅល្មមមកធ្វើអ្នកមានបានណាពេលហើយក៏រត់គេចខ្លួនទៅបាត់ទាំងយប់នឹងបើកម៉ូតូចេញទៅបាត់ទៅយប់ហ្នឹងលេងប្អូនចដូនមួយហ្នឹងគាត់ក៏ភ្ញាក់ពីយប់មកគាត់ឈឺនោមវាភ្លើងដាច់ទៀតក្តៅទៀតគាត់ក៏ភ្ញាក់គាត់ឆ្ងល់សង្ស័យពីបងតុងគាត់នឹងថារាល់ដងឲ្យតែភ្លើងដាច់ចឹងបងតុងគាត់អត់នៅសងំក្នុងកតុបទេគាត់ក៏មកហៅគោះទ្វារហៅប្អូនអីចឹងណាអង្គុយយកមកផ្ទះឲ្យតិចឲ្យលហើយអីចឹងព្រោះក្តៅគាត់អត់ចេះគេងទេបងតុងហ្នឹងដល់ពេលយប់ហ្នឹងគាត់ឆ្ងល់ថាភ្លើងដាច់មិនបងតុងអត់ចេញមកសោះអញ្ចឹងស្ងាត់តែឈឹងអត់លឺមាត់លឺកអីណាគាត់ក៏ទៅមាត់ទ្វារហៅបងចដូនមួយគាត់ហ្នឹងហៅបងតុងហ្នឹងហើយភ្លើងដាច់ឯងបងឯងអត់ឃើញងើបមកអញ្ចឹងអត់លឺឆ្លោយលឺអីទាំងអស់ស្ងាត់ឈឹងហើយលេងហ្នឹងគាត់ក៏មានអារម្មណ៍ដូចថាប្លែកអត់សូវសនុកក្នុងចិត្តហើយក៏មិនលឺគាត់ថាគាត់ចូលហ្មងពេលនឹងរុញទ្វារចូលពេលដែលគាត់យកដៃរុញមកទៅហឹងសាកមើលដូចថាគាត់រុញទ្វារប្រងថាច្រើនណាពេលហើយទ្វារវាមានបិទកលឹះបិទអីណារុញទៅគាត់ចង់កាប់មុខទៅហ្មងពេលហ្នឹងគាត់ក៏មានអារម្មណ៍មួយដូចថាមិនចឹងចំហទ្វារឲ្យហៅក៏មិនលឺទៀតចឹងគាត់ក៏ស្ទុះទៅកតុបគាត់ទៅយកពិលយកអីមកប្រចាំងមើលពីមាត់កតុបមកឃើញឈាមហ្នឹងវាស្រក់តក់ពីមាត់ទ្វាររហូតដល់មាត់កតុបទឹកពេលហ្នឹងលេងហ្នឹងគាត់ភ័យមែនតើស្លន់ស្លោណាគាត់រត់ចេញពីផ្ទះមកទាំងយប់ទៅហៅម្ដាយមីងគាត់ទាំងយប់គឺម្ដាយរបស់បងតុងហ្នឹងទៅដល់ហៅហ្មងហៅថាគាត់ហៅអ៊ីចឹងរបៀបគាត់ដូចថាជាប់ខ្សែចិនអ៊ីលឿនឡើងបងតុងនឹងមានរឿងអីគេទេឃើញឈាមចេញពីកតុបគាត់មកតក់ដល់មាត់កតុបទឹកបញ្ញាប់ឡើងអូយខ្ញុំភ័យខ្ញុំថាប្រហែលជាកើតរឿងអីមិនល្អហើយគ្រូសាគាត់ផ្អើលឆោឡោទាំងយប់ហ្មងដល់ផ្ទះទៅដល់គូឃើញតំណក់ឈាមនឹងមកទៅឃើញបងតុងនឹងគឺនៅក្នុងអាងទឹកដែលយុទ្ធនឹងយកទៅទម្លាក់ក្នុងអាងទឹកនឹងគឺស្លាប់បាត់ទៅហើយចាពីពេលនឹងមកម្ដាយគាត់ក៏កើតជំងឺផ្លូវចិត្តគាត់ទាំងបេះដូងភ័យស្លន់ស្លោនឹងម្ដាយបងតុងនឹងទៀតបងប្អូនគាត់ក៏បាននាំម្ដាយគាត់ទៅពេទ្យទៅអីទាំងយប់ទាំងអីពីពេលនឹងមកគឺគ្រួសារគាត់បាត់បង់អាភាពរីករាយបាត់សមាជិកគ្រួសារទាំងមិនបានគិតទុកលះមែនតែនហ្មង
នឹងហើយឃើញគ្នាពីល្ងាចស្រាប់តែយប់ឡើងមានហេតុការណ៍ចឹងកើតឡើងពេលហ្នឹងក៏ដាក់ពាក្យបណ្ដឹងដាក់អីចឹងទៅប៉ុន្តែរកដានអត់ឃើញទេពីព្រោះគាត់អត់បានណែនាំមិត្តភ័ក្តិអីហ្នឹងឲ្យបងប្អូនស្គាល់ទេចាអ្នកណាក៏អត់ស្គាល់អ្នកណាក៏អត់ដឹងឮចឹងណាហើយផ្ទះគាត់កាលជំនាន់ហ្នឹងគូគាត់អត់មានដាក់កាមេរ៉ាដាក់អីទៀតអញ្ចឹងគ្រាន់តែប្តឹងទុកចោលស្រាវជ្រាវតាមនឹងចឹងទៅគឺកប់ចោលចឹងមករហូតហើយម្ដាយគាត់នឹងក៏ចេះតែរិញរៃកើតទុកចាពេលហ្នឹងក៏កូនចៅថាដើម្បីឲ្យម្ដាយគាត់ធូរចិត្តអញ្ចឹងក៏នាំម្ដាយហ្នឹងទៅរកគ្រូមើលថាតើប្អូនគាត់នឹងជួបហេតុការណ៍ហ្នឹងដំណើរដើមតងមកវាមិនខ្លះពេលដែលទៅខាប់ព្រលឹងមើលហ្នឹងមកតុងហ្នឹងនិយាយប្រាប់ហោហាយចឹងគាត់ថាម៉ាក់អើយអាហ្នឹងកូនមានកម្មពីជាតិមុនកូនធ្លាប់ធ្វើបាបសម្រាប់គេពីជាតិមុនដែរអាហ្នឹងគឺយើងសងកម្មឲ្យគេវិញគាត់នឹងទៅចាប់កំណើតចាប់ជាតិថ្មីអីចឹងណាហើយចំពោះគ្រឿងអលង្ការនឹងមានតម្លៃយ៉ាងច្រើនសន្ធឹកដែរភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងគាត់ឈ្មោះមីហ្នឹងក៏មិនបាច់យកមកវិញដែរឲ្យទៅគាត់ទៅដើម្បីកុំឲ្យគាត់វាអាភ័ព្វអញ្ចឹងហ្នឹងហើយម្ដាយហ្នឹងក៏ថាមិនអីទេចាំម៉ាក់ធ្វើតាមកូនទាំងអស់ឲ្យតែកូនបានសុខអញ្ចឹងណាគាត់ក៏ប្រហើបពាក្យអីមកប្រាប់ដែរថាមិត្តភ័ក្តិស្និទ្ធស្នាលរបស់គាត់តែគាត់អត់បញ្ចេញឈ្មោះទេចាអត់បញ្ចេញឈ្មោះទេថាវាសម្រាប់គាត់អីចឹងណាហើយក៏មិនបាច់ទៅចងកម្មចងពៀទោះបីទៅព្យាបាទវាក៏ខ្ញុំអត់ហួសវិញដែរខ្ញុំសងកម្មគេជាតិនឹងហើយក៏អស់កម្មពៀវិរិយជាមួយគ្នាអញ្ចឹងណានឹងហើយម្ដាយគាត់ក៏ធូរចិត្តបន្តិចចឹងមកហើយនិយាយពីបងយុទ្ធវិញពេលដែលគាត់បានលុយកាក់នឹងមកគាត់មានបានមករយៈនឹងចឹងទៅក៏គាត់ចាប់ផ្ដើមមានបញ្ហាជីវិតធ្ងន់ធ្ងរទៀតណាដូចថាអារម្មណ៍គាត់អត់ស្ងប់គាត់ចេះតែឃើញនេះឃើញនោះចឹងទៅពេលយប់ឡើងដេកអញ្ចឹងទៅឮតាសំឡេងមកដូចថារន្ថើននៅក្បែរត្រចៀកអីចេះតែមកលងបន្លាចគាត់ចឹងគឺអារម្មណ៍ចេញពីខ្លួនគាត់មកអញ្ចឹងវាអត់មានខ្មោចណាមកលងគាត់ព្រោះអីបងតុងហ្នឹងគាត់បាននិយាយប្រាប់ម៉ែឲ្យគាត់ថាគាត់មិនចងកម្មចងពៀអីចឹងណាប៉ុន្តែបងយុទ្ធហ្នឹងគាត់ចេះតែលវើលវាយខ្លួនឯងចឹងណាហើយគាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនអស់លុយអស់កាក់ពីខ្លួនមានហេតុការណ៍មិនល្អកើតឡើងចំពោះគាត់ដូចពីដំបូងទៀតហើយត្រូវគេតាមមកគម្រាមកំហែងពេលខ្លះហ្នឹងដេកគាត់ភ្ញាក់ឃើញបងតុងនឹងមកអង្គុយទៅចែកលេងមួយគាត់អីចឹងគាត់យល់សពធ្វើអារម្មណ៍គាត់នឹងភ័យខ្លាចមកបែបល្អទេប៉ុន្តែគាត់សាងអាក្រក់ដល់ពេលចឹងទៅអារម្មណ៍ហ្នឹងវាចេះតែកត្រាក់គាត់លងបន្លាចនៅក្នុងខួរក្បាលគាត់យល់សពឃើញបងតុងរហូតយល់សពឃើញទាំងបងតុងឲ្យលុយបងតុងនាំទៅជួបគូដណ្ដឹងធ្វើការងារមុខរបរហ្នឹងទៅខេត្តនេះខេត្តនោះយកអីវ៉ាន់ទៅបោះទៅអីចឹងណាឃើញពីសន្តានចិត្តល្អរបស់បងតុងហ្នឹងសកម្មភាពដែលធ្លាប់រាប់អានគ្នាតាំងពីក្មេងអីមកគឺយកសពពីមួយថ្ងៃទៅមួយថ្ងៃយកសពបែបនេះមួយថ្ងៃយកសពបែបនោះហោហែមកអញ្ចឹងគឺភ័យខ្លាចហ្មងភ័យខ្លាចថារឿងហ្នឹងបែកផ្ទុះទៅត្រូវច្បាប់កាត់ទោសអីចឹងណាថាសតិហ្នឹងគឺអត់នៅខ្លួនទេខ្លួនហ្នឹងក៏ចាប់ផ្ដើមស្គមធ្លាក់ដុនដាបនឹងហើយមើលអត់ជល់លុយកាក់នឹងក៏អស់ពីខ្លួនហើយមិនដឹងថាទៅពឹងអ្នកណាទៀតទេគ្មានអ្នកដែលត្រូវពឹងទៀតទេព្រោះមនុស្សល្អគាត់បានបញ្ចប់ដោយកដាប់ដៃរបស់គាត់ហើយអញ្ចឹងណាថ្ងៃមួយនឹងគាត់ក៏បានទៅខេត្តមួយឆ្ងាយអញ្ចឹងណាក៏មានព័ត៌មានផ្សព្វផ្សាយមកថាបរិសម្នាក់គ្រោះថ្នាក់ចរាចរណ៍គេផ្សាយព័ត៌មានមកនឹងហើយក៏គេឆែកឆេរឃើញឈ្មោះឃើញអត្តញ្ញាណប័ណ្ណអីក៏ដឹងថាបងយុទ្ធហ្នឹងគាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់នៅតាមផ្លូវអញ្ចឹងណាក៏ដឹងទៅដល់ចេមីដល់អីហ្នឹងគាត់ក៏បានព័ត៌មានហ្នឹងឲ្យមកប្រាប់ម្ដាយបងតុងថាបងយុទ្ធហ្នឹងគឺជាមិត្តភក្តិរបស់បងតុងបានស្លាប់បាត់ហើយទទួលរងនៅគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងណាហើយចេមីហ្នឹងក៏គាត់ថាគាត់ធ្លាប់យល់សពឃើញបងយុទ្ធហ្នឹងមានបញ្ហាមួយបងតុងហ្នឹងឯងសម្រាប់បងតុងបាញ់បងតុងហ្នឹងគឺបងយុទ្ធហ្នឹងក៏សាច់រឿងហ្នឹងវាបង្កប់ទៅដោយអាកំបាំងចាប់ឃាតករអត់បានទេព្រោះគាត់ស្លាប់បាត់ហើយគាត់ស្លាប់ដោយកម្មពៀវិរិយរបស់គាត់លងបន្លាចផ្លូវចិត្តគាត់ណាទោះបីមិនមានអ្វីមកលងសាហាវក៏ដោយដូចថាអំពើអាក្រក់ហ្នឹងវាដូចសមោតូតាមប្រាណអញ្ចឹងតាមបន្លាចគាត់បំភ័យគាត់ក៏បានទទួលរងនៅគ្រោះថ្នាក់នឹងស្លាប់បាត់បង់ជីវិតទៅអាហ្នឹងក៏ចង់បង្ហាញយើងដែរណាបងប្អូនចាមនុស្សយើងស្គាល់តែមុខទេចំពោះចិត្តគេខាងក្នុងគឺយើងវាស់មិនបានទេឃើញអត់ទុកចិត្តគេពេកជីវិតបាត់បង់ចំពោះបងយុទ្ធវិញគាត់ជាមនុស្សមួយកពើល្មើគុណមិនមានអំពើល្អនៅក្នុងខ្លួន
ណាប្រព្រឹត្តតែរឿងខុសរឿងបាបអកុសលដល់ពេលជីវិតគាត់ទទួលលទ្ធផលមកក៏វាជួបតែរឿងបាបចឹងណាអន្តរាយនៃជីវិតចឹងទៅគឺអត់មានអីសុខសាន្តចម្រុំចម្រើនដល់ខ្លួនទេរឿងប្រកបក៏សង្ខេបតែត្រឹមនេះចាមុនបញ្ចប់ទៅនាងខ្ញុំក៏សូមជូនពរបងប្អូនសុខភាពល្អសំណាងល្អសូមជួយ like និង subscribe ឲ្យនាងខ្ញុំម្នាក់មួយផងជម្រាបលា